ព័ត៌មានបន្តទៀតគឺ6ខែឆ្នាំនេះរដ្ឋបានចំណាយថវិកាជាង14លានដុល្លារឧបត្ថម្ភទៅដល់ស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម2ឆ្នាំបានជាង230000នាក់នៅក្នុងរយៈពេល6ខែឆ្នាំ2026នេះរាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា760,000លាนរៀលស្មើនឹងប្រមាណជា14.76លានដុល្លារសហរដ្ឋអាមេរិកឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះចំនួន89,749 នាក់និងកូនអាយុក្រោម2ឆ្នាំមានចំនួន147,365 នាក់លោកបណ្ឌិតហេងសុផាន់នរិទ្ធដែលជាអគ្គនាយករងបសសនិងជាអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានមានប្រសាសន៍ថាគិតចាប់ពីថ្ងៃទី1ខែមករា2026រហូតដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2026នេះរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភជូនទៅដល់សមាជិកបសសជាស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម2ឆ្នាំពេលពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលនិងចាក់វ៉ាក់សាំងកូនប្រមាណជា47លានរៀលស្មើនឹងប្រមាណជា117.25លានដុល្លារដល់សមាជិកបសសជាស្ត្រីដែលមានផ្ទៃពោះសរុបចំនួន78,600,500 នាក់និងកូនមានចំនួន87,9,488 នាក់លោកបានបន្តទៀតថានៅមុនពេលសម្រាលទទួលបានប្រាក់ឧបត្ថម្ភ4លើកដោយមួយលើកទទួលបាន80,000រៀលពេលសម្រាលកូនដោយកូនមួយគឺទទួលបាន80,000រៀលកូនភ្លោះគឺទទួលបាន1,200,000រៀលនិងកូនភ្លោះ3ចាកូនភ្លោះ2គឺ1,200,000រៀលនិងកូនភ្លោះ3ទទួលបាន1,60,000រៀលនិងទទួលបាននៃការឧបត្ថម្ភពិសេសបន្ថែមទៀតពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតចំនួន5លានរៀលទៀតផងដែរដោយពេលសម្រាលរួចគឺទទួលបាននៅចំនួន10លើកដោយមួយលើកគឺទទួលបាន80,000រៀលក្នុងនោះគឺ3លើកនៅពេលទៅពិនិត្យសុខភាពគឺពេលសម្រាលកូននិង7លើកទៀតនៅពេលដែលកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ2ឆ្នាំលោកបណ្ឌិតក៏បានបន្ថែមទៀតថាកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់សមាជិកបសសជាស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ2ឆ្នាំនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតានិងទារកព្រមទាំងរួមចំណែកទៅដល់ការដោះស្រាយកង្វះអាហារូបត្ថម្ភដល់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ2ឆ្នាំចាតកតងទៅនឹងវិស័យសុខាភិបាលរួមជាមួយនឹងការកិត្តគូយកចិត្តទុកដាក់ទៅដល់ស្ត្រីមានផ្ទៃពោះនិងកូន